ចានេះគឺការភ្ជាប់ជាតិលុចជាមួយនឹងកុំព្យូទ័រអញ្ចឹងបងអាចចូលជាមួយនឹង setting បន្ទាប់ពីចូល setting ហើយបងចូលកន្លែងនេះកន្លែង device professional ហ្នឹងមកបន្ទាប់មកចូលមកខាងស្ដាំនេះយកពាក្យនេះ OS ខាទៅចូលមកក្រោមនេះយកពាក្យមេរខាហ្នឹងមកអញ្ចឹងវាចេញអញ្ចឹងហើយអញ្ចឹងបងចុចមកក្រោមទៀតនេះយក OK បើកអាហ្នឹងមកបន្ទាប់ពីនេះឃើញទេ click here to open media ខាអញ្ចឹងវាប្រកាសជា scan device ដែលយើងដែលចង់ភ្ជាប់ហើយអញ្ចឹងយើងចុច start អក្សរ K ដើម្បីភ្ជាប់ជាមួយនឹងកុំព្យូទ័រនេះភ្ជាប់ជាមួយកុំព្យូទ័រវាចេញបែបហ្នឹងហើយបន្ទាប់មកយើងចុចលើ device នេះឃើញទេ Wal TV OBF IA ហ្នឹងខ្ញុំចាលើចែកក្រោមចាបន្ទាប់មកវារងចាំក្នុងការភ្ជាប់ហើយយើងចុចអាដំបងនេះមានឲ្យយើងចង់ភ្ជាប់វាជាមួយនឹងកុំព្យូទ័រហ្នឹងអញ្ចឹងយើងចុច OK មកបន្ទាប់ពី OK យើងចាំវាបន្ទោសពេលដែលចាំវាបន្ទោសវាប្រកាសជាចេញ projector យើងទៅលើ slide ឯងឃើញអត់បងឃើញអត់ចាពេលវាចេញបែបហ្នឹងហើយវាឃើញដូចគ្នាឯងវាឃើញតែ program ឯងអញ្ចឹងវាជាប់ extended នេះខ្ញុំដូរយក duplicate វិញចាចូលដូរយក duplicate នោះវាចេញហើយវាចេញដូចគ្នាប៉ុន្តែក្នុងករណីថាវាអត់ចេញដូចអាមិញទេអញ្ចឹងបងត្រូវចុច Windows អក្សរ P ដើម្បីយក duplicate អាហ្នឹងករណីដែលវាអត់ចេញដូចខាងខ្ញុំអញ្ចឹងគ្រាន់តែចុច start អក្សរ P មកវាចេញ Windows extended ហ្នឹងហើយបងចង់យកអាណាក៏បានដែរអានេះជារបៀបនៃការភ្ជាប់ជាមួយនឹងកុំព្យូទ័រជាមួយនឹងជីលុចណាចាអរគុណ